ទេជឿអត់ថាសត្វឆ្កែអាចចិញ្ចឹមមនុស្សបានណាអ្នកគ្នាអូយរឿងមួយនេះគឺពិតជាចម្លែកខ្លាំងមែនតើហ្មងក្មេងស្រីខាងលើម្នាក់នេះត្រូវបានសត្វឆ្កែចិញ្ចឹមបីបាច់ថែរក្សាអស់រយៈពេល6ឆ្នាំហើយបើសិនជាខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងក៏អ្នកទាំងអស់គ្នាអត់ជឿដែរមែនអត់អញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នារឿងមួយនេះបានកើតឡើងដំបូងនៅប្រទេសអ៊ុយក្រែននៅក្នុងភូមិតូចមួយថ្ងៃមួយអ្នកភូមិនៅទីនោះបានឃើញសត្វឆ្កែមួយវងរត់បដិញគ្នារត់ផងព្រុសផងស្របពេលនោះផងដែរពួកគាត់ក៏បានប្រទះឃើញក្មេងស្រីម្នាក់ដែលកំពុងតែរត់ដោយសត្វឆ្កែនោះអញ្ចឹងភ្លាមៗនោះគាត់មានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងព្រោះក្មេងស្រីដែលគាត់បានឃើញហ្នឹងគឺជាកូនអ្នកចាក់ខាងរបស់គាត់ក្មេងស្រីខាងលើនេះមានឈ្មោះថាអូសាណាមានបងប្អូនបង្កើត3នាក់ដំបូងឡើយគ្រួសាររបស់គាត់ពិតជាមានសុភមង្គលខ្លាំងមែនតើហ្មងតែក្រោយមកគ្រួសាររបស់គាត់បានជួបបញ្ហាធំម៉ាក់ប៉ារបស់អូសាណាលេងគិតលេងខ្វល់អីទាំងអស់មួយថ្ងៃគឺអង្គុយតែផឹកស្រាហ្មងណាបាយម្ហូបកូនក៏លេងខ្វល់ស្វឹងព្រឹកស្វឹងល្ងាចហ្មងហើយបានយកចិត្តទុកដាក់ជាមួយនឹងកូននេះជាពិសេសអូសាណាតែម្ដងដែលកាលនោះគាត់ទើបតែមានអាយុ3ឆ្នាំតែប៉ុណ្ណោះហ៊ានបដ ாய் ឲ្យអូសាណាដើរទៅសាលារៀនដោយខ្លួនឯងក្មេងទើបតែ3ឆ្នាំហ្នឹងអ្នកគ្នាអត់ទាន់ដឹងអីសោះកដាសស្លាយហ្មងបដ ாய் ឲ្យគ្នាទៅណាមកណាដោយខ្លួនឯងតែដឹងក្នុងចិត្តថាពីមុនម៉ាក់ប៉ារបស់គាត់ស្រឡាញ់នឹងមើលថែគាត់ណាស់តែហេតុអីពេលនេះពង្រើយកតើដាក់គាត់អញ្ចឹងបដ ாய் ឲ្យគាត់នៅតែឯងអត់វាវល់មួយគាត់សោះអញ្ចឹងរហូតដល់ល្ងាចមួយអូសាណាគាត់នៅក្រៅលេងហើយម៉ាក់ប៉ារបស់គាត់វីវក់នឹងការញ៉ាំស្រាអត់បានចាប់អារម្មណ៍ថាកូនរបស់ខ្លួនឯងនៅក្រៅផ្ទះទេដល់តែយប់ឡើងគាត់បានចាក់សោទ្វារផ្ទះនឹងបិទចិត្តតែម្ដងហើយចាំពេលនោះផងដែរអាកាសធាតុនៅខាងក្រៅហ្នឹងគឺវាពិតជាត្រជាក់ខ្លាំងមែនតើហ្មងអូសាណាយំផងស្រីផងនៅមុខផ្ទះតែម៉ាក់ប៉ារបស់គាត់ហ្នឹងឡើងតែស្រវឹងគឺអត់បានឮពីសម្លេងរបស់កូនយំទៅហោស្រេចនៅមុខផ្ទះហ្នឹងទេព្រោះកូនរបស់គាត់នៅខាងក្រៅត្រជាក់ល្ងាក្មេងទៅតែ3ឆ្នាំណាគ្នាបិទទ្វារចាក់សោគ្នានៅក្រៅអាកាសធាតុនៅខាងក្រៅគឺត្រជាក់ខ្លាំងមែនតើហ្មងហើយគ្នាមានមធ្យោបាយឯងភ្លាមនោះអូសាណាគាត់បានឃើញនៅខាងមុខរបស់គាត់ហ្នឹងមានធុងឆ្កែមួយដែលគាត់ទ្រាំលេងបានគាត់ក៏បានវាចូលទៅក្នុងធុងមួយនោះដើម្បីឲ្យមានភាពកក់ក្ដៅបន្តិចអញ្ចឹងណាហើយធុងមួយហ្នឹងគឺសម្បូរទៅដោយសត្វឆ្កែប៉ុន្តែអូសាណាគឺពិតជាសំណាងខ្លាំងមែនតើហ្មងដែលធុងឆ្កែដែលគាត់បានវាចូលទៅហ្នឹងសុទ្ធតែជាឆ្កែដែលស្លូតហើយគាត់ក៏បានកេងលងលក់ទៅលើខ្លួនរបស់សត្វឆ្កែទាំងអស់នោះហើយពេលដែលភ្ញាក់ឡើងពេលព្រឹកណាអូសាណាក៏បានព្យាយាមនិយាយលេងជាមួយនឹងសត្វឆ្កែមួយហ្នឹងអ្នកគ្នាដឹងឲ្យក្មេងតែ3ឆ្នាំគ្នាអត់មានដឹងអីទេអញ្ចឹងឃើញឆ្កែក៏លេងមួយឆ្កែអញ្ចឹងណាធម្មតាអ្នកគ្នាសត្វឆ្កែដូចមានញៀនអញ្ចឹងតែមានគេតែនិយាយលេងមួយវាគឺវាលេងបលាញ់បណិបណៈវិញជាមួយនឹងអូសាណាហើយអាចធ្វើឲ្យអូសាណាមាន feel មួយថាសត្វឆ្កែហ្នឹងណាគ្រាន់បើជាងម៉ាក់ប៉ារបស់គាត់ដែលបង្ងើបបង្កោយអត់ខ្វាយខ្វល់មួយគាត់សោះហើយបន្ទាប់ពីអូសាណារស់នៅក្នុងទ្រុងហ្នឹងអស់រយៈពេលប្រហែលថ្ងៃមកគាត់ចាប់ផ្ដើមរៀនតាមសត្វឆ្កែហ្នឹងទាំងអស់ហ្មងគាត់បានរៀនព្រុសតាមនិងរត់ជើង4ដូចសត្វឆ្កែទាំងអស់ហ្មងណាសូម្បីតែកាយញ៉ាំរបស់គាត់ក៏ដូចគ្នាដែរធម្មតាមនុស្សយើងញ៉ាំប្រើសភាឬក៏ប្រើដៃញ៉ាំត្រូវអត់ប៉ុន្តែសត្វឆ្កែពេលដែលញ៉ាំគឺប្រើដាត់លិតឬក៏ខំនឹងមាត់ចូលតែម្ដងអូសាណារៀនតាមសត្វឆ្កែទាំងអស់ដូចគ្នាបេះដាក់តែម្ដងដូចខ្ញុំនិយាយតែអញ្ចឹងអ្នកនរគ្នាដឹងហើយថាក្មេងកដាសណាគ្នាទៅ3ឆ្នាំទេហើយគាត់រស់នៅនឹងធំធាត់នៅក្នុងទម្រង់បែបណាគឺគាត់ទៅបែបហ្នឹងហើយអូយអ្នកគ្នាខ្ញុំបន្ទាប់ពីសម្រាប់រឿងហ្នឹងហើយខ្ញុំមានអារម្មណ៍ថាអាណិតគាត់ខ្លាំងមែនតើហ្មងតែសត្វឆ្កែទាំងអស់ហ្នឹងវាពិតជាគួរឲ្យស្រឡាញ់មែនអ្នកគ្នាវាបានមើលថែអូសាណាបានយ៉ាងល្អជាងម៉ាក់ប៉ារបស់គាត់ទៀតហើយអ្វីដែលសំខាន់ជាងនឹងទៅទៀតម៉ាក់ប៉ារបស់គាត់អត់មានតាមរកកូនសោះហ្មងកូនបាត់ឡើងយូរថ្ងៃហើយគឺអត់មានតាមរកឲ្យរវីរវល់តែរឿងផឹកស្រាហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាកាន់តែយូរឡើងដោយគ្មាននរណាម្នាក់តាមរកអូសាណាសោះយើងបានរស់នៅជាមួយនឹងសត្វឆ្កែបែបនេះរហូតដល់ទៅ6ឆ្នាំហើយអ្នកទាំងអស់គ្នាអូយមិនតិចទេ6ឆ្នាំអ្នកគ្នាសម័យមើលទៅហើយឪមកគូនេះបាត់កូនដល់6ឆ្នាំហើយអត់ខ្វាយខ្វល់ទៀតខ្ញុំទៅសើហ្មងហើយ6ឆ្នាំក្រោយមកទៅមានអ្នកប្រទះឃើញអូសាណាកំពុងតែរត់លេងជាមួយនឹងសត្វឆ្កែភ្លាមនោះគាត់ក៏បានខលទៅខាងអាជ្ញាធរនៅទីនោះដើម្បីឲ្យចង់មកត្រួតពិនិត្យព្រោះអីឃើញសភាពរបស់អូសាណាដូចជាមិនសូវប្រក្រតីទេបានអីប្រក្រតីអ្នកគ្នាបើរស់នៅជាមួយនឹងសត្វឆ្កែតាំងពីអាយុ3ឆ្នាំមកម្ល៉េះហើយគាត់រស់នៅអស់រយៈពេល6ឆ្នាំទៀតព្រោះរាល់ថ្ងៃហ្នឹងអូសាណាបានតាំងខ្លួនឯងគឺជាសត្វឆ្កែបាត់ទៅហើយទីបំផុតនៅពេលដែលអាជ្ញាធរចោះមកអូសាណាត្រូវបានជួយសង្គ្រោះហើយគេបានបញ្ជូនគាត់ទៅមន្ទីរពេទ្យភ្លាមនោះគ្រូពេទ្យទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលដោយសារតែឃើញសភាពរបស់ក្មេងស្រីដែលមានអាយុ9ឆ្នាំហ្នឹងកាចសាហាវដូចសត្វឆ្កែអញ្ចឹងហើយគ្រូពេទ្យទាំងអស់ហ្នឹងពិតជាខ្លោចចិត្តអាណិតដល់ក្មេងម្នាក់ហ្នឹងជាខ្លាំងថែមទាំងបាននិយាយថាមិនគួរណាឪពុកម្ដាយរបស់គាត់ទុកឲ្យគាត់ខ្លាចទៅជាបែបនេះនោះទេក្មេងស្រីទើបតែអាយុ9ឆ្នាំម្នាក់មិនចេះនិយាយភាសាមនុស្សហើយចេះតែព្រុសថែមទាំងលិតខ្លួនឯងដូចឆ្កែទៀតហើយក្រោយមកទៀតទើបគេបញ្ជូនអូសាណាទៅកន្លែងថែទាំកុមារនិងចាប់ផ្ដើមបង្រៀនគាត់ឡើងវិញសង្ឃឹមថាគាត់នឹងត្រឡប់មកសភាពដើមវិញតែយ៉ាងណាមិញអ្នកនរគ្នាអើយការរស់នៅជាមួយនឹងសត្វឆ្កែអស់រយៈពេល6ឆ្នាំនេះបានបំផ្លាញគាត់មិនតិចទេព្រោះខួរក្បាលរបស់គាត់ណារត់ទៅតាមកាយវិការរបស់សត្វបាត់ហើយជាមួយនឹងសម្ដីអីទង្វើអីគឺរបស់សត្វទាំងអស់ហើយវាបំផ្លាញគាត់តែម្ដងទោះបីជាគេខំប្រៀនគាត់យ៉ាងណាក៏ដោយក៏ feeling គាត់ដូចសត្វចឹងណាគ្នាប្រាជ្ញាគាត់ចាប់ដើមអន់ខ្សោយហើយបន្ទាប់ពីបងប្អូនទាំងគ្នាបានស្ដាប់រឿងនេះហើយមានអារម្មណ៍យ៉ាងណាដែរបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាការដែលគាត់រស់នៅជាមួយនឹងសត្វឆ្កែអស់រយៈពេល6ឆ្នាំហ្នឹងគឺជាការបំផ្លាញគាត់ដ៏ធំក៏ពិតមែនប៉ុន្តែវាគឺជារឿងល្អសម្រាប់គាត់វិញដោយសារអីអ្នកទាំងគ្នាបើកាលពី6ឆ្នាំមុនណាគាត់បានរស់នៅក្នុងទ្រុងឆ្កែហ្នឹងឯងប្រហែលជាគាត់ត្រូវល្ងីស្លាប់នៅក្រៅផ្ទះបាត់ទៅហើយចុះអ្នកទាំងអស់គ្នាគិតបែបណាដែរ comment ខាងក្រោមទាំងអស់គ្នា